ការបរាជ័យគឺជាឱកាសសម្រាប់អ្នកមានហើយការបរាជ័យគឺជាបញ្ហាដ៏ធំសម្រាប់បុគ្គលដែលគាត់បរាជ័យមិនបាននិយាយបែបហ្នឹងគឺអ្នកមានគាត់គិតថាការបរាជ័យច្រើនដងបានន័យថាគាត់រកឃើញចំណុចឬក៏រកឃើញភាពអាចទៅរួចរាប់រយដងបើសិនជាគាត់បរាជ័យ10ដងគាត់រកឃើញវិធីសាស្ត្រទៅរកផ្លូវត្រូវ10ដងទាំង10ដងមិនមែនជាទស្សនៈរបស់ខ្ញុំគឺជាទស្សនៈរបស់ Thomas Edison គឺជាអ្នកផលិតអំពូលភ្លើងក្រុមការងាររបស់គាត់បាននិយាយទៅកាន់គាត់ថាយើងកំពុងតែដើរមកផ្លូវខុសរាប់រយដងហើយបានន័យថាយើងបរាជ័យរាប់រយដងហើយបានន័យថាយើងដើរមកផ្លូវខុសបរាជ័យរាប់រយដងហើយ Thomas Edison គាត់បានសៀទៅវិញថាមិនមែនទេយើងកំពុងតែរកឃើញផ្លូវរាប់រយដង Thomas Edison គាត់បាននិយាយថាយើងកំពុងតែរកឃើញរាប់រយវិធីដែលធ្វើឲ្យអំពូលភ្លើងរបស់យើងនឹងភ្លឺបើសិនជា Thomas Edison គាត់មិនឆ្លងកាត់ភាពបរាជ័យរាប់រយដងទេមកដល់ម៉ោងនេះពិភពលោកនៅតែដុតភ្លើងចន្លោះភ្លើងចំបើងភ្លើងទៀនភ្លើងចង្គៀងដដែលពិតទេចឹងដោយសារភាពជំនះដោយសារភាពមិនទទួលយក Thomas Edison ក៏ព្យាយាមបរាជ័យរហូតដល់999ដងលើកទី1000ដងគឺជោគជ័យយើងអាចសម័យមើលឃើញថាតើការបរាជ័យរាប់រយដងក៏នៅទ្រាំបានចុះយើងសូម្បីតែម្ដងឬក៏2ដងក៏យើងគិតថាយើងបរាជ័យបានហើយអញ្ចឹងពាក្យថាបរាជ័យឲ្យมันពិតប្រាកដទេនៅលើโลกនេះសំខាន់ឲ្យតែមាននៅខួរក្បាលមានសុខភាពល្អមានចំណេះដឹងគឺយើងនៅតែអាចទៅមុខបានជានិច្ចបាទអញ្ចឹងនិយាយចុះនិយាយឡើងក៏វានៅតែពាក់ព័ន្ធនឹងសុខភាពនៅតែជាចម្បងសុខភាពនៅតែជាលេខ1កាលណាសុខភាពល្អប្រាជ្ញារបស់យើងក៏វាងវៃមែនទេអញ្ចឹងអាហារបំពន់គេផលិតមកមិនមែនអត់ន័យទេគ្រាន់តែថាយើងមិនបានស្វែងយល់ថាតើអ្នកផលិតអាហារបំពន់មកមានបំណងអ្វីទៅប៉ុណ្ណឹងឯងតែបើយើងយល់យើងនឹងប្រើប្រាស់ពពួកអាហារបំពន់មែនទេអាហារបំពន់វាគឺជាប្រភេទអាហារមួយដែលវាអត់មានជាតិពុលអត់មានជាតិគីមីបានន័យថាវាអត់មាន side effect វាអត់មានឥទ្ធិពលទី2ដែលទៅបង្កឲ្យគ្រោះថ្នាក់ដល់រាងកាយរបស់យើងអាហារបំពន់វាមានពពួកវីតាមីនជាច្រើនចម្រុះនៅក្នុងនឹងដើម្បីផ្ដល់វីតាមីនដល់រាងកាយរបស់យើងវីតាមីនខ្លះគឺរាងកាយរបស់យើងមិនអាចផលិតបានដោយខ្លួនឯងឬក៏អាហារមួយចំនួនដែលយើងហូបចូលទៅហ្នឹងវាគ្មានវីតាមីនហ្នឹងដែលសម្រាប់ទ្រទ្រង់រាងកាយរបស់យើងដែលរាងកាយរបស់យើងត្រូវការហើយខ្ញុំអត់ទាន់បាននិយាយថាវីតាមីនហ្នឹងគឺជាវីតាមីនអ្វីទេដែលក្រុមអ្នកវិទ្យាសាស្ត្រគេផលិតអាហារបំពន់មកគឺគាត់បានសិក្សាស្រាវជ្រាវលម្អិតណាថារាងកាយរបស់យើងគឺខ្វះអ្វីត្រូវការអ្វីហើយដែលយើងទៅហូបដើម្បីឲ្យសុខភាពរបស់យើងរាងកាយរបស់យើងហ្នឹងរឹងមាំកម្លាំងមួនសម្រាប់ក្មេងជាងវ័យរស់នៅបានយូររស់ស៊ីបានយូរចិញ្ចឹមជីវិតបានយូរបាទទេបាទអញ្ចឹងអត់មានជាតិពុលអត់មានជាតិគីមីអត់មានពពួកវីតាមីនហើយមួយទៀតទៅដោះស្រាយចំគោលដៅដែលយើងមានបញ្ហាសុខភាពដូចជាកាត់បន្ថយដែលមានបញ្ហាសុខភាពដូចជាទៅដោះស្រាយចំពោះមុខឧទាហរណ៍ថាបើសិនជាមានបញ្ហាលើសខ្លាញ់ឆ្កអាស៊ីតវាមានទូនាទីមានមុខងារទៅទម្លាក់ឆ្កខ្លាញ់អាស៊ីតហើយមួយទៀតបុគ្គលដែលក៏អត់ចង់មានបញ្ហាអនាគតបុគ្គលនឹងកើតជំងឺលើសខ្លាញ់ឆ្កអាស៊ីតឬក៏បង្កទៅជាទំនោរផ្អែមវិញណាគឺពួកគាត់អាចហូបគឺហូបគេហៅថាហូបការពារឬក៏ហូបទប់ស្កាត់កុំឲ្យវិវត្តល្អមែនទេមួយទៀតវាជួយជំរុញនឹងបង្កើតប្រព័ន្ធភាពស៊ាំនៅក្នុងរាងកាយរបស់យើងឲ្យរាងកាយរបស់យើងរឹងមាំអញ្ចឹងរាងកាយរបស់យើងគឺត្រូវការប្រព័ន្ធភាពស៊ាំហ្នឹងគឺយ៉ាងចាំបាច់តែម្ដងដើម្បីទប់ស្កាត់ពពួកមេរោគខាងក្រៅមែនទេអញ្ចឹងពពួកអាហារបំពន់នេះគឺវាមានអត្ថប្រយោជន៍បែបហ្នឹងបាទអញ្ចឹងវីដេអូថ្ងៃនេះក៏មានប៉ុណ្ណឹងអរគុណជួបគ្នានៅវីដេអូក្រោយ